chẳng nóng nè khu chẳng nóngต่อมาอันนี้คือครูกันจองกอបាទอันนี้คือครูกันจองกอเนี่ยครูท่านนี้ครูกันจองกอเนี่ยครูกันจองกอចឹងอันนี้ផ្នែកសំខាន់នៃครูក្បាលបាទលោកគ្រូថានេះครูធំនេះครูចុងកនេះครูតូចណាបាទលោកគ្រូថានេះครูតូចបាទអញ្ចឹងครูតូចនេះครูតូចបាទលោកគ្រូថានេះครูតូចនេះครูតូចបាទហើយនេះครูធំអញ្ចឹងครูធំវាមានផ្នត់វាមានផ្នត់របស់វាណាបាទមានផ្នត់អញ្ចឹងនេះครูធំណាតែលោកគ្រូថានេះครูធំនេះផ្នត់តេកឡារបស់វានេះផ្នត់បាទនេះផ្នត់របស់ครูធំនេះផ្នត់នៃครูធំហ្នឹងបាទលោកគ្រូថាប៉ុណ្ណឹងផ្នត់របស់វាអញ្ចឹងផ្នែកសំខាន់នៃครูធំបាទនេះលោកគ្រូថាដែលផ្នែកសំខាន់របស់ครูធំនេះលោកគ្រូថានេះครูធំបាទครูធំអញ្ចឹងនេះលោកគ្រូថានេះครูកញ្ចង់កមួយចុះណាបាទនេះครูកញ្ចង់កអូខេអញ្ចឹងនៅក្រោមครูធំហ្នឹងវាមានការស្ការមួយរៀងដូចសុទ្ធមកគូចឹងនេះរៀងដូចសុទ្ធមកគូចឹងបាទអាហ្នឹងគេហៅថាតាឡាមូនេះអាហ្នឹងគេហៅថាតាឡាមូនេះតាឡាមូហើយនៅខាងក្រោមតាឡាមូហ្នឹងនេះលោកគ្រូថានៅក្រោមតាឡាមូហ្នឹងវាមានអ៊ីប៉ូតាឡាមូនេះលោកគ្រូថានេះអ៊ីប៉ូតាឡាមូអ៊ីប៉ូតាឡាមូនេះនៅខាងអ៊ីប៉ូតាឡាមូបាទអ៊ីប៉ូតាឡាមូនេះអ៊ីប៉ូតាឡាមូក្រោមអ៊ីប៉ូតាឡាមូហ្នឹងគឺអ៊ីប៉ូភីបាទលោកគ្រូនេះអ៊ីប៉ូភីណាបាទនេះអ៊ីប៉ូភីនេះអ៊ីប៉ូភីបាទអ៊ីប៉ូភីអញ្ចឹងនេះครูកញ្ចង់កណាครูឆ្អឹងខ្នងនេះครูឆ្អឹងខ្នងបាទអញ្ចឹងនៅផ្នែកផ្សេងរបស់ครูធំមានដូចជាតាឡាមូបាទតាឡាមូនេះតាឡាមូអ៊ីប៉ូតាឡាមូហើយអ៊ីប៉ូភីបាទអញ្ចឹងយើងមើលទៅលើតាឡាមូបាទតាឡាមូគឺមានតួនាទីសំខាន់មួយគឺវាជាស្ថានីយបញ្ជូនបន្តបាទតាឡាមូគឺជាស្ថានីយបញ្ជូនបន្តអញ្ចឹងពាក្យថាស្ថានីយបញ្ជូនបន្តយើងដឹងហើយគឺតួនាទីរបស់វាគឺមានន័យថាបាទអញ្ចឹងតាឡាមូគឺមានន័យថាវាចាប់យកព័ត៌មានពីណេរ៉ូនវិញ្ញាណនាំហើយបញ្ជូនទៅកាន់ផ្នែកត្រឹមត្រូវនៃសម្បកគ្រូដើម្បីវាបកស្រាយអញ្ចឹងបើព័ត៌មានមកពីភ្នែកវាបញ្ជូនទៅពពយទៅដើម្បីបកស្រាយបើព័ត៌មានមកពីដាតឬក៏ខិនយានដែលវាបញ្ជូនទៅកាន់កពកសិបកាអញ្ចឹងទៅណាបាទអញ្ចឹងមួយទៀតគឺតាឡាមូគឺវាមានតួនាទីមួយគឺទប់ស្កាត់កុំឲ្យរំភើបពេកដែលលោកគ្រូឧទាហរណ៍ថានៅពេលយើងសភាមួយចោះសភាទូទាស់មួយចោះអញ្ចឹងភ័យតានតឹងណាពេលតឹងបាទតានតឹងណាអញ្ចឹងនិយាយអីក៏លែងចាញ់ណាអញ្ចឹងតាឡាមូវាជួយទប់កុំឲ្យយើងរំភើបពេកដែលក្នុងរយៈពេល30វិនាទីហ្នឹងវាជួយទប់បាទអញ្ចឹងទប់ស្កាត់អត់ឲ្យរំភើបខ្លាំងពេកណាដោយឡែកអ៊ីប៉ូតាឡាមូអ៊ីប៉ូតាឡាមូអញ្ចឹងអ៊ីប៉ូតាឡាមូវាស្ថិតនៅផ្នែកបាតនៃครูធំដែរប៉ុន្តែវានៅខាងក្រោមតាវានៅលើអ៊ីនៅក្រោមតាណាអញ្ចឹងវាត្រួតពិនិត្យមួយគឺវេទនាអារម្មណ៍បាទនេះអ៊ីប៉ូតាឡាមូគឺមានតួនាទីត្រួតពិនិត្យវេទនាអារម្មណ៍មានអារម្មណ៍វេទនាណាអារម្មណ៍វេទនាលោកគ្រូឧទាហរណ៍ថាដូចជាការត្រួតពិនិត្យការស្រេកឃ្លានណាការស្រេកឃ្លានតលយៈភាពទឹកដំហែរក្សាលំនឹងនេះសម្ពាធឈាមបាទអញ្ចឹងមួយវិញទៀតគឺអ៊ីប៉ូតាឡាមូហ្នឹងគឺវាមានតួនាទីមួយគឺភ្ញួយការបញ្ចេញអរម៉ូនពីក្រពេញអ៊ីប៉ូភីបាទភ្ញួយក្រពេញការបញ្ចេញអរម៉ូនពីក្រពេញអ៊ីប៉ូភីអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងឃ្លានដែលយើងអត់អាហារញ៉ាំពេលនោះអារម្មណ៍វេទនាកាត់ឡើងយើងហេវណាយើងវេទនាបើនៅក្នុងសាពាង្គកាយយើងឡើងកម្ដៅមើលសាកឡើងកម្ដៅដល់39អង្សាអញ្ចឹងអារម្មណ៍យើងស្រួលចិត្តទេពេលនោះអារម្មណ៍វេទនាហើយបើយើងញ៉ាំបាយពេកញ៉ាំផ្អែមពេកវាធ្វើយើងបាត់បង់ចិត្តទឹកដែលធ្វើយើងបាត់បង់ចិត្តទឹកពីកោសិកាតាមរយៈបន្សាយអញ្ចឹងយើងស្រេកទឹកខ្លាំងយើងស្រេកទឹកខ្លាំងប៉ុន្តែយើងអត់មានទឹកញ៉ាំទេ
ចឹងពេលនោះយើងអារម្មណ៍យើងវេទនាបាទអារម្មណ៍វេទនាទេអារម្មណ៍វេទនាបាទទេអារម្មណ៍វេទនាចឹងហើយអ៊ីប៉ូតាឡាមូសគឺមានទុនទី1គឺត្រួតពិនិត្យវេទនាអារម្មណ៍បាទអារម្មណ៍វេទនាហ្នឹងណាបាទចឹងត្រឡប់ឡើងវិញផ្នែកសំខាន់របស់គូធំមានដូចជាអ៊ីប៉ូតាឡាមូសតាឡាមូសនិងអ៊ីប៉ូភីដែលបាទដែលលោកគ្រូផ្ដោតទៅលើពីរសំខាន់គឺទី1គឺតាឡាមូសនិងអ៊ីប៉ូតាឡាមូសចឹងតាឡាមូសគឺនៅផ្នែកបាតនៃគូធំខាងក្រោមខាងលើអ៊ីប៉ូតាឡាមូសហើយអ៊ីប៉ូតាឡាមូសស្ថិតនៅផ្នែកបាតនៃគូធំខាងក្រោមតាឡាមូសបាទអញ្ចឹង E នៅក្រោមតានៅលើ E អញ្ចឹងតាឡាមូសគឺនៅលើអ៊ីប៉ូតាឡាមូសហើយអ៊ីប៉ូតាឡាមូសនៅក្រោមតាឡាមូសអញ្ចឹងតាឡាមូសអ្នកជួយទប់កុំឲ្យរំភើបបាទហើយ E អ្នកវេទនាបាទ E អ្នកវេទនាអារម្មណ៍ណាអញ្ចឹងទុនទីរបស់អ៊ីប៉ូតាឡាមូសគឺវាមានទុនទី2គឺត្រួតពិនិត្យវេទនាអារម្មណ៍ហើយនឹងផ្ញូចការបញ្ចេញអរម៉ូនពីក្រពេញអ៊ីប៉ូភីបាទ